សួស្តីអ្នកនរគ្នាចំពោះយើងចង់បង្កើត Telegram ណា Telegram ដែលយើងទិញទូរស័ព្ទថ្មីយើងចង់ដាក់ទូរស័ព្ទថ្មីយើងតែទូរស័ព្ទចាស់យើងនៅដដែលណាអញ្ចឹងយើងចូលទូរស័ព្ទចាស់យើងសិនចូលទូរស័ព្ទចាស់យើងហើយយើងចូលកន្លែង setting មកហើយរើសយកពាក្យ privacy ហើយនេះ passkey យើងរកពាក្យថា passkey មកយើងចុចបើកវានេះ create passkey ហើយយើង config ពាក្យ config passkey មកហើយយើងវាយលេខកូដទូរស័ព្ទដែលយើងដាក់ហ្នឹងអូខេនេះយើងចុចបើកហើយណាបងប្អូននេះវាលោតមកប្រាប់យើងចុចបើកហើយអញ្ចឹងយើងសាកចូលទៅកាន់ Telegram យើងហើយយើងវាយលេខណាខ្ញុំសុំបិទលេខទូរស័ព្ទមើលថាវាលោតឲ្យអត់ចាំបន្តិចមកនេះអូខេនេះវាលោតមកឲ្យអញ្ចឹងលេខកូដដែលយើងចុចបើកកន្លែង passkey ហ្នឹងវាលោតមកក្នុងទូរស័ព្ទចាស់យើងអញ្ចឹងយើងលុកចូលទៅបានធម្មតាហ្មងចាំមើលទៅចូលបានអូខេចូលរួចរាល់ហើយគឺនេះវីដេអូហ្នឹងគឺងាយបងប្អូននេះចូលបានហើយវាអត់វែងឆ្ងាយទេវាមានតែប៉ុណ្្នឹងទេខ្ញុំសូមបញ្ជាក់ម្ដងទៀតដល់បើសិនជាយើងចង់ឲ្យលេខកូដនឹងលោតមកនេះយើងចូលកាន់នេះ city នឹងមកហើយរើសពាក្យថានេះ private មកហើយរើសពាក្យថា passkey ហើយយើងចុចបើកវាមកទៅបើហើយយើងចង់លុបវិញក៏បានដែរនេះ passkey ហ្នឹងហើយយើងចុចបើកម្ដងទៀតណាចុចបើកម្ដងទៀតមកវាយលេខកូដយើងចូលមកចុចបើកទៅកន្លែងហ្នឹងគឺយើងអាចចូលបានធម្មតាហើយខ្ញុំលុបនេះជាមួយសិននេះបើកកន្លែងហ្នឹងទៅយើងចុចទៅវាយើងលោតលេខកូដហើយវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាពេញចិត្តនៃវីដេអូខ្ញុំសូមជួយ Subscribe អ្នកមួយផងបាទសូមអរគុណបាទសូមជម្រាបលា